គិតមកដល់ដើមខែកុម្ភៈឆ្នាំ2026នេះក្រោយពីធ្វើសង្គ្រាមឈ្លានពានកម្ពុជាលើកទី2កងទ័ពរបស់ចៅសៀមបានចូលកាន់កាប់ទឹកដីរបស់កម្ពុជាមួយចំនួនតាមបណ្ដោយបន្ទាត់ព្រំដែនដោយខុសច្បាប់យោងតាមសេណារីយ៉ូដែលកងទ័ពសៀមធ្វើការឈ្លានពានទឹកដីរបស់កម្ពុជានេះការទាមទារយកទឹកដីត្រឡប់មកវិញចាំបាច់ត្រូវតែធ្វើដែលតម្រូវឲ្យកម្ពុជាត្រូវប្រើប្រាស់យន្តការមួយចំនួនដែលគេហៅថាអំណាចចម្រុះដែលរួមបញ្ចូលគ្នាទាំងការប្រើកម្លាំងយោធានិងការប្រើប្រាស់ការទូតដែលខាងក្រោមនេះគឺជាផែនការសកម្មភាពដែលកម្ពុជាអាចអនុវត្តបាន1. យន្តការការទូតគឺជាខ្សែការពារទី1ដើម្បីដាក់សម្ពាធលើឆាកអន្តរជាតិឲ្យសត្រូវដកទ័ពដោយមិនបាច់បង្ហូរឈាមច្រើនដោយកម្ពុជាត្រូវប្រើប្រាស់យន្តការចំនួន4ចំណុចចំណុចទី1គឺការប្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC កម្ពុជាត្រូវដាក់ពាក្យបណ្ដឹងជាបន្ទាន់ដើម្បីស្នើឲ្យមានការសម្របសម្រួលនិងបង្ខំឲ្យភាគីឈ្លានពានដកទ័ពត្រឡប់ទៅខ្សែបន្ទាត់ដើមវិញយោងទៅតាមរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិចំណុចទី2គឺការប្រើប្រាស់យន្តការអាស៊ានក្នុងនាមជាសមាជិកគ្រួសារតែមួយកម្ពុជាអាចស្នើឲ្យមានការប្រជុំកម្រិតរដ្ឋមន្ត្រីក្រសួងការបរទេសជាបន្ទាន់ដើម្បីប្រើគោលការណ៍មិនជ្រៀតជ្រែកនិងគោរពបូរណភាពទឹកដីមកដាក់សម្ពាធខាងផ្នែកនយោបាយចំណុចទី3គឺការតស៊ូតាមផ្លូវច្បាប់នៅតុលាការអន្តរជាតិ ICJ ប្រសិនបើមានការឈ្លានពានពាក់ព័ន្ធទៅនឹងតំបន់ប្រាសាទឬតំបន់ដែលមានសាលក្រមចាស់កម្ពុជាអាចស្នើឲ្យតុលាការក្រុងឡាអេបកស្រាយសាលក្រមឡើងវិញឬក៏ចេញដីកាបង្គាប់ឲ្យដកទ័ពជាបណ្ដោះអាសន្នចំណុចទី4គឺការស្វែងរកការគាំទ្រពីមហាអំណាចដោយពង្រឹងសម្ព័ន្ធភាពជាមួយនឹងប្រទេសជាមិត្តដូចជាចិនឬក៏មហាអំណាចផ្សេងទៀតដើម្បីផ្ដល់ជាជំនួយផ្នែកសម្ភារៈសព្វាវុធឬក៏ការគាំទ្រមតិនៅលើឆាកអន្តរជាតិប្រសិនបើការទូតមិនមានប្រសិទ្ធភាពការប្រើប្រាស់កម្លាំងយោធាដើម្បីរំដោះទឹកដីត្រូវតែយកមកពិចារណាដោយត្រូវធ្វើឡើងតាមយុទ្ធសាស្ត្រវាលុកមានកម្រិតនិងការពាររឹងមាំដោយចែកចេញជា4យុទ្ធសាស្ត្រធំយុទ្ធសាស្ត្រទី1នោះគឺការវាយបកដោយប្រើអាវុធទំនើបក្នុងបរិបទសង្គ្រាមសម័យទំនើបឆ្នាំ2026នេះសង្គ្រាមដ្រូនបានក្លាយទៅជាឆ្អឹងខ្នងនៃសមរភូមិសម្រាប់កម្ពុជាដើម្បីការពារព្រំដែននិងវាយបកយកទឹកដីត្រឡប់មកវិញក្នុងសេណារីយ៉ូនេះការបំពាក់ដ្រូន3ប្រភេទខាងក្រោមគឺជាយុទ្ធសាស្ត្រឈ្នះ-1. ដ្រូនស៊ើបការនិងចង្អុលគោលដៅមុននឹងបាញ់កំភ្លើងធំយើងត្រូវដឹងថាសត្រូវនៅទីណាវាមានសមត្ថភាពអាចហោះហើរបានយូរលើសពី10ម៉ោងដោយមានបំពាក់កាមេរ៉ាកម្ដៅ Terminal Camera សម្រាប់មើលទ័ពសត្រូវដែលលាក់ខ្លួនក្នុងព្រៃនៅពេលយប់ហើយវាមានតួនាទីបញ្ជូន coordinate ឲ្យទៅអង្គភាពកំភ្លើងធំដើម្បីបាញ់កំទេចឲ្យចំគោលដៅ 100% ឧទាហរណ៍ដូចជា drone ប្រភេទ Orlan ឬ DJI Matrix ដែលកែច្នៃសម្រាប់យោធា 2. drone អត្តឃាតនេះគឺជាអាវុធដ៏គួរឲ្យខ្លាចបំផុតសម្រាប់កងរថក្រោះនិងរថពាសដែករបស់សត្រូវវាមានសមត្ថភាពអាចហោះហើរក្រវ៉ែលលើមេឃដើម្បីរកគោលដៅហើយនៅពេលដែលឃើញរថក្រោះឬក៏រថពាសដែកឬក៏ឃ្លាំងគ្រាប់រំសេវរបស់សត្រូវវាអាចហោះទៅបុកកំទេចដោយខ្លួនឯងតែម្ដងលើពីនេះវាមានតួនាទីកំទេចរថក្រោះនិងប្រព័ន្ធរ៉ាដារបស់សត្រូវដោយមិនចាំបាច់បញ្ជូនកងទ័ពថ្មើរជើងចូលទៅជិតសត្រូវនេះទេឧទាហរណ៍ដូចជា drone Switchblade ឬក៏ Shahid ដែលមានតម្លៃថោកតែអាចបំផ្លាញរថក្រោះរបស់សត្រូវដែលមានតម្លៃរាប់សិបលានដុល្លារ 3. drone វាយប្រហារខ្នាតធំវាមានសមត្ថភាពអាចផ្ទុកគ្រាប់កាំជ្រួចតូចៗនិងបាញ់ចេញពីលើមេឃក្នុងចម្ងាយឆ្ងាយហើយវាមានតួនាទីកំទេចក្បួនរថយន្តគុតគង់ស្បៀងនិងគ្រាប់រំសេវរបស់សត្រូវបើគ្មានបាយស៊ីគ្មានគ្រាប់បាញ់កងទ័ពឈ្លានពាននឹងត្រូវដកថយដោយខ្លួនឯងឧទាហរណ៍ដូចជា drone TB2 ដែលល្បីខ្លាំងក្នុងសង្គ្រាមអ៊ុយក្រែនឬក៏ត្រកូល CH របស់ចិនក្រៅពីប្រើប្រាស់ drone កម្ពុជាត្រូវប្រើប្រាស់ប្រព័ន្ធកាំជ្រួចចល័តដូចជា PHL-03 ឬក៏ BM-21 ដើម្បីបាញ់ស្រោចទៅលើទីតាំងដែលសត្រូវកំពុងតែកាន់កាប់ខុសច្បាប់មុននឹងបញ្ជូនកងទ័ពថ្មើរជើងដែលបំពាក់ដោយកាំភ្លើងបាញ់រថក្រោះ RPG-7 ឬក៏កាំជ្រួច AG-8
កំភ្លើងត្បាល់60មីលីម៉ែត្រឬក៏81មីលីម៉ែត្រដែលងាយស្រួលស្ពីតាមខ្លួននៅក្នុងព្រៃកំភ្លើងយន្តធន់ស្រាល PKM ឬ M249 កំភ្លើងបាញ់ស៊ីប SVD Dragonov ឬ QBU 88អមដោយរថក្រោះនិងរថវាសដែកចូលរំដោះទឹកដីនិងរៀបចំខ្សែត្រៀមការពារភ្លាមៗការពារការវិបកពីសត្រូវប្រតិបត្តិការវាយរំដោះទឹកដីរបស់កងទ័ពកម្ពុជាមិនងាយនឹងធ្វើឡើងងាយស្រួលទេព្រោះកងទ័ពចៅសៀមមានយន្តហោះចម្បាំងទំនើបសម្រាប់ការពារការវាយលុករបស់កងទ័ពជើងគោករបស់កម្ពុជាដូចនេះតើកម្ពុជាត្រូវធ្វើយ៉ាងដូចម្តេចដើម្បីការពារដែនអាកាសជំនួយដល់កងទ័ពថ្មីជើងនេះគឺជាចំណុចខ្សោយយុទ្ធសាស្ត្រដែលកម្ពុជាត្រូវគិតគូរខ្លាំងបំផុតយន្តហោះ F-16 និង Gripen របស់ចៅសៀមមានល្បឿនលឿននិងបច្ចេកវិទ្យាទំនើបក៏ប៉ុន្តែក្នុងយុទ្ធសាស្ត្រយោធាអាវុធខ្លាំងប៉ុណ្ណាក៏ដោយគួរតែតែមានចំណុចខ្សោយរបស់វាដើម្បីទប់ទល់នឹងអាដមភាពដែនអាកាសនេះកម្ពុជាត្រូវប្រើប្រាស់យុទ្ធសាស្ត្រចំនួន3ដូចខាងក្រោម 1. ការការពារដែនអាកាសពីដីទៅអាកាសកម្ពុជាមិនចាំបាច់មានយន្តហោះចម្បាំងច្រើនដើម្បីច្បាំងជាមួយនឹង F-16 នោះទេប៉ុន្តែកម្ពុជាត្រូវមានមីស៊ីលការពារដែលខ្លាំងដូចជាប្រព័ន្ធកំជ្រួចរយៈចម្ងាយឆ្ងាយ XQ9 ឬក៏ S300 ឬក៏ S400 ប្រព័ន្ធការពារដែនអាកាសនេះអាចបាញ់ទម្លាក់យន្តហោះចម្បាំងរបស់សត្រូវតាំងពីវានៅក្នុងទឹកដីរបស់សត្រូវមកម្លេះចម្ងាយប្រហែលពី100ទៅ200គីឡូម៉ែត្រវានឹងធ្វើឲ្យអ្នកបោកយន្តហោះរបស់សត្រូវរារែកមិនហ៊ានហោះចូលក្នុងដែនអាកាសរបស់កម្ពុជានោះទេលើពីនេះកម្ពុជាក៏ត្រូវមានប្រព័ន្ធកំជ្រួចរយៈចម្ងាយជិតដើម្បីការពារដែនអាកាសផងដែរដូចជាកំជ្រួចចល័តដែលបំពាក់លើស្មា Manpad មានដូចជា FN6 ឬ LGLA អាវុធនេះងាយលាក់ខ្លួនតាមព្រៃភ្នំនៅពេលដែល F16 ហោះទាបដើម្បីទម្លាក់ក្របបែកកងទ័ពយើងអាចបាញ់ចេញពីក្រោមដើមឈើដែលយន្តហោះពិបាកនឹងរកឃើញនិងការពារ 2. យុទ្ធសាស្ត្រកាត់ស្លាបពីលើដីយន្តហោះចម្បាំងមិនអាចហោះលើអាកាសរហូតនោះទេវាត្រូវការផ្លូវរត់និងការចាក់ប្រេងដូច្នេះការវិប្រហារព្រលានយន្តហោះកម្ពុជាអាចប្រើប្រាស់កំភ្លើងធំរយៈចម្ងាយឆ្ងាយឬកំជ្រួចយុទ្ធសាស្ត្របាញ់សម្ដៅផ្លូវរត់របស់យន្តហោះរបស់សត្រូវដែលនៅក្បែរព្រំដែនប្រសិនបើផ្លូវរត់របស់យន្តហោះខូចនោះយន្តហោះ F16 ក៏មិនអាចហោះឡើងបានដែរលើពីនេះការប្រើប្រាស់ដ្រូនអត្តឃាតគឺជាចំណុចពិសេសដោយកម្ពុជាអាចបញ្ជូនដ្រូនតូចៗឲ្យហោះទៅបុកយន្តហោះចម្បាំងដែលកំពុងចតនៅចំណតនេះគឺជាវិធីសាស្ត្រចំណាយតិចតែចំណេញច្រើន 3. ការប្រើប្រាស់រ៉ាដានិងសង្គ្រាមអេឡិចត្រូនិកនៅក្នុងសង្គ្រាមអេឡិចត្រូនិកកម្ពុជាគួរតែបំពាក់នៅប្រព័ន្ធរ៉ាដាអកម្មយន្តហោះ Gripen មានបច្ចេកវិទ្យាបំផាំងកាយខ្លះៗក៏ប៉ុន្តែរ៉ាដាទំនើបដែលកម្ពុជាអាចបំពាក់ដោយប្រើប្រាស់បច្ចេកវិទ្យាចិននិងរុស្ស៊ីអាចចាប់សញ្ញាកម្ដៅឬរលកធាតុអាកាសដែលយន្តហោះបានបញ្ចេញមកបានលើសពីនេះកម្ពុជាក៏ត្រូវមានបច្ចេកវិទ្យាបង្អាក់សញ្ញា jamming ដោយប្រើប្រាស់ម៉ាស៊ីនបង្អាក់សញ្ញាវិទ្យុនិង GPS ដើម្បីធ្វើឲ្យប្រព័ន្ធបាញ់គ្រាប់បែករបស់យន្តហោះរបស់សត្រូវបាត់បង់ភាពជាក់លាក់សរុបជារួមមកសង្គ្រាមសម័យទំនើបមិនមែនទាល់តែមានយន្តហោះដូចគ្នាទើបឈ្នះនោះទេយន្តហោះចម្បាំង F16 មួយគ្រឿងមានតម្លៃរាប់សិបលានដុល្លារតែបើត្រូវកំជ្រួចតម្លៃតែ$50,000បានចំក៏ធ្លាក់ដូចតែគ្នាការប្រើយុទ្ធសាស្ត្រយកទឹកឈ្នះច្រើនគឺជាគន្លឹះសម្រាប់កងទ័ពកម្ពុជាវាដណ្ដើមយកទឹកដីត្រឡប់មកវិញ